សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាអាញាធរថៃនិងប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញមិនចាំបាច់ស្នើមកកម្ពុជាទេប៉ុន្តែត្រូវស្នើទៅអ្នកមានអំណាចពិតប្រាកដនៅប្រទេសថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឆ្លើយតបទៅនឹងសំណើរបស់ភាគីថៃនៅខេត្តស្រះកែវមកកម្ពុជាឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះបានបញ្ជាក់ជាថ្មីទៅអាជ្ញាធរថៃនិងប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញមិនចាំបាច់ស្នើមកកម្ពុជាទេប៉ុន្តែត្រូវស្នើទៅអ្នកមានអំណាចពិតប្រាកដនៅប្រទេសថៃសម្ដេចធិបតីបានបញ្ជាក់នៅថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នេះថាអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសម្ដេចនាយករដ្ឋមន្ត្រីបានផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូចនេះថាទី1កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនហេតុដូច្នេះហើយបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភាឆ្នាំ2025ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យផលប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេទី2កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7ខែមិថុនាឆ្នាំ2025មិនតែប៉ុណ្ណោះកងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទបើកជាឯកតោភាគីនៅតាមបណ្ដោយច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃទី24ខែមិថុនាឆ្នាំ2025ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខទី3ភាពមិនច្បាស់លាស់និងការប្រែក្រឡាស់ភ្លាមមិនពិតប្រាកដនៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃរួមជាមួយនឹងភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងលើដីដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែងទី4ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថាដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី7ខែមិថុនាកន្លងទៅនេះបើកច្រកព្រំដែនដោយស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ5ម៉ោងក្រោយពីនោះនិយាយឲ្យខ្លីគឺកូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយសម្ដេចធិបតីបានបញ្ជាក់ថាហេតុដូច្នេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញនោះមិនចាំបាច់ស្នើមកកម្ពុជានោះទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដោយមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីនោះទេគឺជាការស្រេចអ្វីនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ